សូមជម្រាបសួរខ្ញុំមកឈ្មោះលឹមស្អឿនជាពិធីករដែលមកពីកម្មវិធីប្រមាញ់បច្ចេកវិទ្យានៅពេលនេះខ្ញុំបានដើរតាមសង្កេតមើលពីប្រទេសជាតិថ្មីនៅក្នុងចុងឆ្នាំ2012នេះដែលតាក់ទងជាមួយនឹងលោកអ្នកដែលក៏លោកឈ្មោះថា MC Dan ដែលជា Director នៅខាង Technology នៅពេលនេះចង់ដឹងថាតើប្រទេសជាតិរបស់គាត់នឹងយ៉ាងម៉េចដែរសូមជិតជាមួយនឹងលោក MC Dan បាទសូមជិតសួរតើលោកអាចបង្ហាញឈ្មោះនិងតួនាទីរបស់លោកជូនដល់ប្រិយមិត្តទស្សនិកជនបានដែរទេបាទខ្ញុំបាទឈ្មោះ MC Dan ដែលមានតួនាទីជា Senior Technical នៅក្នុងរបបកំហើញនៃបច្ចេកវិទ្យាថ្មីៗបាទតើក្នុងថ្ងៃនេះតើលោកនឹងយកបច្ចេកវិទ្យាអ្វីដើម្បីមកបង្ហាញទស្សនិកជនទីនេះទេបាទបច្ចេកវិទ្យានៅក្នុងថ្ងៃនេះគឺជាបច្ចេកវិទ្យាថ្មីមួយដែលខ្ញុំបាទរកឃើញទាក់ទងជាមួយនឹងការប្រើប្រាស់សំឡេងហើយការប្រើប្រាស់សំឡេងនេះគឺខ្ញុំបានបង្កើតហើយនឹងដាក់បញ្ចូលនៅក្នុងរបងផ្ទះរបស់ខ្ញុំនេះស្រាប់តែម្ដងបាទតើលោកអាចបង្ហាញពីសារៈប្រយោជន៍នៃបច្ចេកវិទ្យាដែលលោកបានរកឃើញនេះទៅដល់ប្រិយមិត្តទស្សនិកជនបានដែរទេបាទបច្ចេកវិទ្យាដែលខ្ញុំរកឃើញនេះគឺយើងប្រើប្រាស់ដោយសំឡេងដោយខ្ញុំឃើញនៅផលវិបាកនៃការបើកទ្វារផ្ទះខ្ញុំព្រោះថាទ្វារនេះគឺវាតឹងមែនតើបាទបើយើងអត់ដាក់ខ្លាញ់គោទេគឺទាញអត់រួចទេបាទអញ្ចឹងគាត់តែដាក់ខ្លាញ់គោហើយនឹងប្រេងម៉ាស៊ីនហើយណាមួយនៅពេលដែលយើងដាក់ខ្លាញ់គោនិងប្រេងម៉ាស៊ីនហើយយូរទៅវាក្រាងដីអាហ្នឹងកាន់តែតឹងទៅទាញលែងរួចហើយអញ្ចឹងខ្ញុំក៏នឹកឃើញកំណត់មួយដែលខ្ញុំចង់បង្កើតបច្ចេកវិទ្យាមួយដែលដាក់ចូលជាមួយនឹងរបងនេះដោយការប្រើប្រាស់សំឡេងហើយការប្រើប្រាស់សំឡេងនេះគឺយើងគ្រាន់តែនិយាយថាទ្វារបើកវានឹងបើកទ្វារបិទវានឹងបិទអញ្ចឹងគឺយើងធូរកម្លាំងរបស់យើងនៅក្នុងការដែលយើងចុះពីលើម៉ូតូបើកទ្វារចូលផ្ទះចុះពីលើម៉ូតូបិទទ្វារអញ្ចឹងជៀសវាងការទាញទ្វារដុតតឹងហើយជាមួយនឹងការចុះបើករញ៉េរញ៉ៃអញ្ចឹងខ្ញុំក៏បង្កើតនៅបច្ចេកវិទ្យាដែលប្រើដោយសំឡេងនេះតែម្ដងបាទចង់ដឹងថាបច្ចេកវិទ្យាដែលលោករកឃើញនេះពិតជាបច្ចេកវិទ្យាដែលជឿនលឿននៅក្នុងសម័យ2012ដែលទេសូមជ័យទៅតាមទស្សនៈដូចតទៅបាទសូមជ័យបាទខាងក្រោយនេះគឺជាទ្វាររបងរបស់ខ្ញុំដែលខ្ញុំបានដាក់បញ្ចូលនៅបច្ចេកវិទ្យាដែលខ្ញុំបានរកឃើញនៅក្នុងនេះហើយដូច្នេះចង់ដឹងថាតើបច្ចេកវិទ្យាដែលខ្ញុំដាក់ចូលនៅក្នុងទ្វារនេះវាមានផលប្រយោជន៍យ៉ាងណាដូច្នេះសូមអញ្ជើញតាមដាននៃការតេស្តសាកល្បងរបស់ខ្ញុំដែលការតេស្តនោះទី1គឺខ្ញុំគ្រាន់តែនិយាយថាទ្វារបើកនោះវាទ្វារនឹងបើកហើយពេលដែលខ្ញុំនិយាយថាទ្វារបិទទ្វារនោះវានឹងបិទបាទអញ្ចឹងដូច្នេះសូមអញ្ជើញទស្សនាទាំងអស់គ្នាទ្វារបើកបាទដូច្នេះលោកអ្នកឃើញហើយថាបច្ចេកវិទ្យាគឺវាសហាយយ៉ាងណាអូខេនៅពេលនេះខ្ញុំនឹងនិយាយថាទ្វារបិទនោះទ្វារនឹងបិទអូខេទ្វារបិទដូច្នេះលោកអ្នកឃើញហើយថាបច្ចេកវិទ្យាពិតជាបានជួយសម្រួលទៅដល់បញ្ហាជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាជនរាល់ថ្ងៃនេះគឺជាផ្នែកមួយនៃបច្ចេកវិទ្យាដែលខ្ញុំបានបង្កើតឡើងហើយវានឹងនៅមានផ្នែកច្រើនតទៀតលុយមែនពិតជាបច្ចេកវិទ្យាមួយដែលថ្មីទាន់សម័យដែលប្រិយមិត្តទស្សនិកជនដែលមិនដែលឃើញសោះសូម្បីតែរូបខ្ញុំជាពិធីករមួយរូបក៏មិនដែលឃើញដែរបាទតើដឹងថាតើបច្ចេកវិទ្យានេះជឿនលឿនឬកម្រិតណាយើងសូមជួបជាមួយនឹងលោក MC ដែរបាទបច្ចេកវិទ្យានៅវគ្គទី1នេះគឺខ្ញុំបង្ហាញជាមួយបច្ចេកវិទ្យាដែលទាក់ទងជាមួយនឹងការប្រើសំឡេងភ្ជាប់ជាមួយនឹងរបងផ្ទះហើយខ្ញុំនៅមានរបបកំហើញជាច្រើនទៀតដែលខ្ញុំត្រូវមកយកមកបង្ហាញហើយកំពុងតែរកនឹកថាតើធ្វើយ៉ាងម៉េចឲ្យអ្នកមើលគេជឿដោយស្មោះចិត្តបាទតើលោកមានមតិអ្វីដែលលោកចង់ផ្ដាំផ្ញើដល់ប្រិយមិត្តទស្សនិកជនដែលកំពុងតាមដានទស្សនាដែរទេបាទជាចុងក្រោយនេះខ្ញុំសូមផ្ដាំទៅទស្សនិកជនទាំងអស់ថាបច្ចេកវិទ្យានេះវាចិត្តនឹងបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការហើយដែលទស្សនិកជនទាំងអស់ដែលមានរបងដែកដែលតឹងមែនទែនពិបាកទាញនេះអាចយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ជាមួយទ្វារនោះបានហើយបញ្ជាក់មួយទៀតដែលទ្វារបច្ចេកវិទ្យានេះគឺ support តែចំពោះទ្វារណាដែលមានកង់ទាញហើយនឹងទ្វារណាដែលធ្វើពីដែកមានកង់ទាញអត់ support ជាមួយនឹងទ្វារឫស្សីឬក៏របងឫស្សីទេហើយណាមួយទៀតបច្ចេកវិទ្យានេះដើម្បី support បច្ចេកវិទ្យានេះបានគឺទី1ត្រូវមានម្នាក់អ្នកនិយាយគេហៅថា voice command ហ្នឹងហើយម្នាក់ទៀតគឺជាអ្នកទាញបាទចុងក្រោយខ្ញុំក៏សូមថ្លែងអរគុណដល់លោកដែលបានផ្ដល់នៅទីតាំងសម្រាប់ក្រុមរបស់ខ្ញុំបានថត spot និងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីនេះប៉ុន្តែប៉ុណ្ណោះក៏សូមថ្លែងអរគុណដល់លោកដែលបានផ្ដល់អាហារសម្រាប់ខ្ញុំបាទមួយថ្ងៃគឺ2ដង
គឺសប្តាហ៍គឺ2ថ្ងៃក្នុងមួយខែគឺ8ថ្ងៃប៉ុន្តែបណ្ណាលោកបានផ្ដល់នៅជាអ៊ីនធឺណិតសម្រាប់ប្រើប្រាស់ដើម្បីខ្ញុំបាន download នៅរឿងពិសេសដែលជារឿងក្តៅសាច់បាទតែរឿងអ្វីដែលជារឿងក្តៅសាច់របស់លោកបាទរឿងក្តៅសាច់នោះគឺចង់និយាយអំពីរឿងដែល Hollywood ថ្មីដែលរឿងនៅរឿងសាច់សាហារ៉ាបាទអញ្ចឹងរឿងដែលក្តៅសាច់របស់លោកហ្នឹងគឺជារឿងដែលនិយាយអំពីដំណើរផ្សងព្រេងនៅលើសមុទ្រខ្សាច់សាហារ៉ាបាទបាទមិនតែប៉ុណ្ណោះបាទសូមថ្លែងអរគុណដល់កាមេរ៉ាមែនដែលលោកវិសុជាតិបានថតខាងងាស់ដៃមិនតែប៉ុណ្ណោះលោកបានលើកអីទៅចុងក្រោយយកដាក់ខាងក្នុងនេះបាទសូមអរគុណដល់លោកហើយលោកក៏សូមផ្ដាំផ្ញើនៅពាក្យពេញមួយរូបជូនដល់លោកអញសេដានដែលលោកបានផ្ដល់នៅជាអាហារហូបចុកក្នុងអ៊ីនធឺណិតរបស់លោកដូចជារូបខ្ញុំបាទផងដែរបាទហើយជាចុងក្រោយនេះខ្ញុំក៏សូមថ្លែងអរគុណដល់ប្រិមិត្តទស្សនិកជនដែលតាមចំណាយពេលវេលាដ៏មានតម្លៃមកតាមដានទស្សនានៅកម្មវិធីបច្ចេកវិទ្យាថ្មីនៅ2012នេះរបស់ខ្ញុំបាទពេលនេះសូមតាមដានថាតើនៅសប្តាហ៍ក្រោយខ្ញុំបាទនឹងយកបច្ចេកវិទ្យាអ្វីថ្មីដែលមកបង្ហាញនឹងលោកអ្នកនៅពេលនេះសូមខ្ញុំបាទ